ប្រវត្តិលោកកៅសារ៉ាន់លោកកៅសារ៉ាន់បានចាប់កំណើតនៅថ្ងៃទី10ខែមីនាឆ្នាំ1956ត្រូវនឹងឆ្នាំវង្សលោកកៅសារ៉ាន់មានឈ្មោះដើមថាឈុំតេសនៅក្នុងភូមិវត្តកំផែងស្រុកបាត់ដំបងខេត្តបាត់ដំបងឪពុករបស់លោកឈ្មោះយតឈុំកើតនៅឆ្នាំ1918ហើយបានស្លាប់ទៅវិញនៅឆ្នាំ1977កាលឪពុករបស់លោកនៅរស់ជាអតីតពេទ្យទាហានជើងក្រហមនាសម័យអាណានិគមនិយមបារាំងចំណែកឯម្ដាយរបស់លោកឈ្មោះក្រិតសារ៉ាន់កើតនៅឆ្នាំ1932និងបានស្លាប់ទៅវិញនៅឆ្នាំ1977ដូចគ្នាលោកកៅសារ៉ាត់មានបងប្អូនចំនួន7នាក់ប្រុស3ស្រី4ហើយរូបលោកគឺជាកូនទី2ក្នុងគ្រួសារនៅពេលដែលលោកមានអាយុ8ឆ្នាំកុមារកៅសារ៉ាន់ត្រូវបានឪពុកយកទៅឲ្យរៀនសូត្រជាមួយនឹងព្រះសង្ឃនៅវត្តបច្ឆាក្នុងស្រុកកំណើតរបស់ខ្លួននៅឯបាត់ដំបងនោះលោកកៅសារ៉ាត់គឺជាក្មេងដែលឧស្សាហ៍ព្យាយាមនិងតែងតែជួយធ្វើការងារផ្សេងៗដូចជាក្មេងវត្តដទៃទៀតដែរកាលនៅក្មេងនោះកុមារកៅសារ៉ាន់បានធ្វើឲ្យគេឯងកោតសរសើរនិងអស្ចារ្យគ្រប់គ្នាព្រោះកុមារនេះចេះស្មូតបានយ៉ាងពិរោះហើយអាចយកមាត់ដេញដូចជាសម្លេងចាប៉ីបេះបិទតែម្ដងទេពកោសលនេះបានធ្វើឲ្យព្រះចៅអធិការវត្តពេញប្រតិក្រៃលែងហើយតែងតែនាំកុមារនេះទៅស្មូតប្រគិនសម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តទ្រង់សណ្ដាប់ជាញឹកញាប់កាលនៅកុមារនោះក្រៅពីឈ្មោះឈុំតេសឪពុករបស់លោកក៏បានដាក់ឈ្មោះក្រៅមួយទៀតថាឈុំកៅសារ៉ាន់តែក្រោយមកពេលដែលលោកចូលប្រឡូកក្នុងវិស័យសិល្បៈលោកក៏បានដាក់ឈ្មោះយ៉ាងខ្លីថាកៅសារ៉ាត់ទៅវិញដោយពិតនោះក្នុងអំឡុងទសវត្សរ៍ឆ្នាំ1960និង70ខណៈដែលវិស័យតន្ត្រីខ្មែរកំពុងរីកចម្រើនយ៉ាងខ្លាំងក្លានិងមានអ្នកចម្រៀងជាច្រើនដូចជាលោកស៊ិនស៊ីសមុនលោកសុម៉ាន់និងលោកអឹងយេងជាដើមកំពុងតែល្បីល្បាញនោះលោកកៅសារ៉ាត់នៅជាកុមារនៅឡើយក៏ប៉ុន្តែវិស័យសិល្បៈរបស់លោកមានយ៉ាងជោគជ័យគឺលោកចូលចិត្តច្រៀងលេងតាមបទចម្រៀងរបស់កម្ពុជាសិល្បករទាំងនេះជានិច្ចហើយចេះចាំនៅបទចម្រៀងនានាជាច្រើនដែលលោកចូលចិត្តទៀតផងលុះពេលចូលវ័យជាយុវជននិងពេលវេលាដែលខួរក្បាលកំពុងសម្រួចទៅលើការសិក្សានោះស្រាប់តែរបបប៉ុលពតបានចូលមកដល់ហើយក៏នាំខ្លួនលោកធ្លាក់ចូលក្នុងរណ្ដៅមហាសោកនាដកម្មដល់ប្រជាពលរដ្ឋខ្មែរដទៃទៀតដែរឪពុកម្ដាយលោកត្រូវបានពួកទាហានខោខ្មៅអាវខ្មៅសម្លាប់ចោលទាំងអស់ក្នុងចំនួននោះគឺស្លាប់ដំណើរគ្នាក្នុងឆ្នាំ1977ឯបងប្អូនលោកមួយចំនួនក៏ត្រូវបានស្លាប់ជាមួយឪពុកម្ដាយលោកផងដែរលុះក្រោយពេលដែលរបបប្រល័យពូជសាសន៍ប៉ុលពតដួលរលំនៅដើមឆ្នាំ1979ដែលលោកកៅសារ៉ាន់ដែលកំពុងពេញវ័យកំឡោះទៅហើយនោះបានក្លាយជាកូនកំព្រារស់តែតោលគ្មានទីពំនាក់ឯចំណែកបងប្អូនរបស់លោកដែលរស់នៅខ្លះពីរបបប៉ុលពតនោះក៏មិនដឹងខ្ចាត់ប្រត់ទៅដល់ណាអស់ដូច្នេះក៏ធ្វើឲ្យជីវិតរបស់លោកកំសត់ជន់លើកំសត់ឪពុកម្ដាយក៏ស្លាប់អស់ឯបងប្អូនក៏ព្រាត់ប្រាសគ្នារកពុំឃើញគ្រានោះលោកមានវ័យជាង20ឆ្នាំប្លាយហើយមិនយូរប៉ុន្មានក៏មានភរិយាផងដែរនិយាយពីស្រុកទេសវិញពេលនោះអ្វីត្បិតតែប្រទេសបានរំដោះទៅហើយមែនក៏ប៉ុន្តែខេត្តបាត់ដំបងឧត្តរមានជ័យនិងខេត្តជាប់ព្រំដែនដទៃទៀតស្ថិតនៅក្រោមការគ្រប់គ្រងមួយចំណែករបស់ទាហានប៉ុលពតនៅឡើយដូច្នេះហើយក្រោយមកលោកក៏បាននាំភរិយារត់ភៀសខ្លួនជាមួយប្រជាជនខ្មែរដទៃទៀតទៅកាន់ជំរំខៅអេដាងព្រំដែនខ្មែរថៃព្រោះកាលនោះទឹកដីបាត់ដំបងមិនទាន់មានសុវត្ថិភាពនៅឡើយគឺទាហានប៉ុលពតតែងតែចេញអុកឡុកស្រុកភូមិនិងនៅតែបន្តការច្បាំងគ្នាជាមួយទាហានរដ្ឋាភិបាលនិងទាហានវៀតណាមដែលមានវត្តមានពេញស្រុកខ្មែរនៅគ្រានោះមិនឈប់ឈររហូតមកដល់ជំរំខៅអេដាងលោកក៏ដូចជាពលរដ្ឋខ្មែរភៀសខ្លួនដទៃទៀតដែរគឺបានរស់ក្រោមការជួយទំនុកបម្រុងពីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួននៃអង្គការសហប្រជាជាតិប៉ុន្តែយ៉ាងណាក៏ដោយរបបផ្គត់ផ្គង់ពេលនោះមិនបានគ្រប់គ្រាន់ឡើយព្រោះជំនួយមានតិចហើយនឹងអ្នករងគ្រោះនិងជនភៀសខ្លួនមានច្រើនម្ល៉េះហើយម្នាក់ក៏ស្វះស្វែងរកការងារធ្វើបន្ថែមដើម្បីចិញ្ចឹមខ្លួននិងក្រុមគ្រួសារពេលនោះលោកកៅសារ៉ាត់បានចូលរួមក្នុងរោងល្ខោនបាសាក់មួយដែលពួកអ្នករស់នៅក្នុងជំរំនាំគ្នាបង្កើតឡើងពេលនោះលោកមានតួនាទីត្រឹមតែជាអ្នកទាញវាំងននល្ខោនប៉ុណ្ណោះនិងជួនកាលគេក៏ឲ្យសម្ដែងតែមិនមែនជាតួឯកឡើយគឺគ្រាន់តែជាតួធ្លុកកំ pl ែងដែលតួមុខក្រវេមក្រវាំឬជួនកាលធ្វើជាតួអាគាំងចៅអេសីជាដើមឡាក់តែដោយសារអំណោយផលនៃសម្លេងដ៏ពីរោះក្រអួនក្រអៅពីធម្មជាតិនោះទើបគ្រានោះក្រុមល្ខោនក៏បានផ្ដល់តួនាទីមួយទៀតឲ្យលោក គឺ
គឺអ្នកច្រៀងជំនួសតួឯកពីខាងក្រោយឆាកព្រោះសម្លេងរបស់លោកអាចស្រែកបានវែងនិងស្រែកបានខ្ពស់ដែលស៊ីគ្នាទៅនឹងចម្រៀងបែបបាសាក់នោះបែរមកស្នេហាវិញខណៈពេលកំពុងរស់ត្រដាប់ត្រដួសនៅជំរំខាវអេដាងរងចាំអង្គការសហប្រជាជាតិបញ្ជូនទៅប្រទេសទី3នោះស្រាប់តែភរិយារបស់លោកក៏បានផិតលោកទៅយកប្រុសថ្មីទាំងកូននៅខ្ចីមិនទាន់បានមួយខួបស្រួលបួលផងដោយទុកឲ្យលោកនៅចិញ្ចឹមកូនម្នាក់ឯងយ៉ាងខ្លោចផ្សារឿងរ៉ាវនេះបានធ្វើឲ្យជីវិតរបស់លោកជួបនៅរឿងឈឺចាប់ឥតឧបមាដោយសារមានអនុស្សាវរីយ៍ច្រើនទើបក្រោយមកពេលដែលលោកក្លាយជាអ្នកចម្រៀងយើងបានលើកបទចម្រៀងជាច្រើនដែលលោកបានច្រៀងពិពណ៌នាអំពីជីវិតនៅជាដែនខ្មែរថៃនោះក្នុងនោះរួមមានដូចជាបទខៅអ៊ីដាងដួងចិនអនុស្សាវរីយ៍កំសន់លីអូនឆ្លងដែនស្នេហ៍កម្មឆ្លងដែនកម្មយើងទេកូនស្ដាយពន្លកស្នេហ៍និងបទអូនក្បត់បងហើយជាដើមឡាក់បន្ទាប់ពីប្រពន្ធផិនរត់ចោលលោកទៅយកប្រុសថ្មីនោះធ្វើឲ្យដួងចិត្តលោកក្រំគ្រាយ៉ាងខ្លាំងប៉ុន្តែលោកនៅតែទ្រាំរស់មិនចុះចាញ់នឹងព្រំលិខិតឡើយហើយក្រោយមកពេលវេលាក៏បានធ្វើឲ្យរបួសផ្លូវចិត្តរបស់លោកបានធូរស្បើយបន្តិចម្ដងរហូតមកដល់ឆ្នាំ1981លោកកៅសារ៉ាត់ក៏មានទំនាក់ទំនងជាមួយនារីម្នាក់ទៀតឈ្មោះច័ន្ទធូដែលជាអ្នកភៀសខ្លួនរស់នៅក្នុងជំរំនោះដែរហើយក្រោយមកលោកក៏បានពឹងពាក់មិត្តភ័ក្តិនិងចាស់ទុំនៅក្នុងជំរំនោះចូលស្ដីដណ្ដឹងនាងច័ន្ទធូរៀបការតាមប្រពៃណីនៅឆ្នាំ1981នោះហើយស្នេហាទី2នេះបានធ្វើឲ្យលោករស់នៅយ៉ាងកក់ក្ដៅពោពេញទៅដោយភាពផ្អែមល្ហែមគ្រប់ពេលវេលាលោកនិងភរិយាថ្មីរស់នៅក្នុងជំរំខៅអ៊ីដាងរហូតដល់ដើមឆ្នាំ1983ទើបមានវាសនាត្រូវបានអង្គការសហប្រជាជាតិបញ្ជូនទៅរស់នៅឯសហរដ្ឋអាមេរិកពេលមកដល់អាមេរិកគ្រួសាររបស់លោកគ្មានមុខរបរអ្វីឡើយគឺរស់នៅក្រោមការជួយឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងស្រុងប៉ុន្តែជីវភាពមិនបានធូរធារដោយការចង់បានឡើយដូច្នេះនៅពេលនោះលោកកៅសារ៉ាន់ក៏បានយកជំនាញមួយទៀតមកប្រើដែលលោកធ្លាប់ចេះតាំងពីនៅស្រុកកំណើតនៅឯបាត់ដំបងម្លេះគឺជំនាញឆ្លាក់និងចាក់ពុម្ពរូបអប្សរាឬអង្គរវត្តនោះដំណើរគ្នានោះដែរដោយគេដឹងថាលោកមានសម្លេងពីរោះដែលធ្លាប់ច្រៀងល្ខោនល្បីទូទាំងជំរំខៅអ៊ីដាងព្រមទាំងធ្លាប់ឡើងប្រឡងចម្រៀងសម័យនៅជំរំផងដែរនោះខាងផលិតកម្មថតចម្រៀងមួយឈ្មោះទេប្រណំដែលបង្កើតឡើងនៅអាមេរិកនាសម័យនោះក៏បានតាក់ទងលោកឲ្យមកច្រៀងថតកាសែតពេលនោះហើយដែលជាហេតុនាំឲ្យគេបានស្គាល់ឈ្មោះលោកបន្តិចម្ដងចាប់តាំងពីពេលនោះមកក្រោយមកទៀតលោកក៏បានជួបកវីដ៏ល្បីល្បាញម្នាក់កាលទសវត្សរ៍60និង70ដែលធ្លាប់មានស្នាដៃជាច្រើននិពន្ធបទចម្រៀងឲ្យលោកស៊ិនស៊ីសាមុននិងអ្នកចម្រៀងជើងចាស់ផ្សេងទៀតកាលពីសម័យនោះច្រៀងនោះគឺលោកម៉ាឡៅពីដែលបានភៀសខ្លួនពីស្រុកខ្មែរទៅរស់នៅអាមេរិកដែរកាលពីឆ្នាំ1975គ្រានោះដោយឃើញលោកកៅសារ៉ាត់មានទឹកដមសម្លេងពីរោះហើយប្លែកពីសម្លេងអ្នកចម្រៀងនានាលោកម៉ាឡៅពីក៏បាននិពន្ធបទចម្រៀងឲ្យលោកកៅសារ៉ាត់ច្រៀងថតដាក់ក្នុងកាសែតជាច្រើនបទប៉ុន្តែក្នុងចំណោមបទចម្រៀងទាំងនោះបទដែលគេស្គាល់ហើយល្បីជាងគេរហូតមកដល់បច្ចុប្បន្ននេះគឺបទកុលាបស្តុកតុននិងអាការ៉ាសេកមាសជាដើមឡាក់ហើយខ្លឹមសារចម្រៀងទាំងនេះសុទ្ធតែជាកម្រងរឿងស្នេហារបស់លោកម៉ាឡៅពីផ្ទាល់នៅអាមេរិកក្នុងគ្រានោះព្រោះដូចយើងបានដឹងស្រាប់ហើយថាកវីដ៏ល្បីល្បាញដែលមានកំណើតនៅខេត្តកំពង់ឆ្នាំងរូបនេះបានលើទៅដល់ទីណាហើយរមែងបង្កើតស្នេហានៅទីនោះដូច្នេះហើយទើបបទចម្រៀងរបស់លោកសរសេររៀបរាប់ស្ទើរតែគ្រប់ខេត្តខណ្ឌទូទាំងប្រទេសកម្ពុជាកាលពីទសវត្សរ៍60និង70នោះតាមរយៈស្នាដៃរបស់កវីសេកមាសរូបនេះក៏បានជំរុញឲ្យកេរ្តិ៍ឈ្មោះលោកកៅសារ៉ាន់កាន់តែល្បីសរសើរក្នុងចំណោមពលរដ្ឋខ្មែរទាំងឡាយតាមបណ្ដារដ្ឋនានានៅអាមេរិកនោះហើយក្រុមហ៊ុនថតចម្រៀងនានាដូចជាផលិតកម្មបញ្ចពរកងចាក់ទឹមនិងផលិតកម្មមញ្ជូដាជាដើមបានតាក់ទងលោកទៅថតចម្រៀងដាក់កាសែតជាបន្តបន្ទាប់ប៉ុន្តែយ៉ាងណាក៏ដោយតាមការស្រាវជ្រាវយើងឃើញថាកេរ្តិ៍ឈ្មោះរបស់លោកកៅសារ៉ាន់ល្បីល្បាញខ្លាំងមែនទែននៅអំឡុងឆ្នាំ1985ក្រោយពេលដែលលោករាប់អានបរិសម្នាក់ធ្វើជាបងធွာនោះគឺលោកឆានឈួរដែលមានកំណើតនៅខេត្តបាត់ដំបងដូចលោកដែរ